ngày nay mình đây mình côn xa thở rơi khi nào bông bồn nơi vừa ấy nung được nông bể độc nung tạm bật ra bông bồn từ lui cắt sực là miệt từ cài ra bạc cọt làm bể vừa nôm nọ cả bòn sắn chai hỏi đây mình đẹp tha con anh mà chăm cắt đấy tục ở mai nè cắt anh chân hay con anh mơ plei phong của mình chắc cái mà ram lại mình nhâm tha mình ấy tê mà mấy ơi cùng bà róm ấy chàng mơ plei ao thì bàn tay mai mấy ơi bớt sân nhâm thọt video cất là mình đài thọt tới mình ấy tê buồn mình chắc tê cái mình đài ở Facebook ấy tê YouTube của con đài mơ đây con mơ đã tôi chắc cáiในក្នុងតែបងប្អូនបានចេញទៅក្រៅទេហើយខ្ញុំប្រាប់ម៉ែក្មេងថាចេះម៉ែក្មេងស្រែកបាត់ព្រោះម្ចាស់ផ្ទះហ្នឹងកន្លែងណាក៏មានកាមេរ៉ាដែរខ្ញុំភ្លេចឈឹងម៉ែក្មេងថាមិនអីទេគេឃើញទៅចាំគាត់ដោះស្រាយជាមួយម្ចាស់ផ្ទះគាត់ព្រោះគ្រាន់តែស្លឹកល្មៀតវាមិនអស់ចាស់ស្អីទេនិយាយទៅស្រុកឥណ្ឌាបងប្អូនស្លឹកចេកត្រូវបានគេភ្លេចចោលអញ្ចឹងបើសិនគេចង់ធ្វើនំធ្វើន័យអីគេភាគច្រើនគេធ្វើតែស្លឹកចេកស្លឹកល្មៀតឬក៏ស្លឹកស្អីចេះផ្លែស្លឹកស្វាយបងប្អូនខ្ញុំប្រាប់ថាពេលម្ដងទេហាកុំភ្លេចកិនម្សៅផងប៉ុន្តែបងប្អូននេះកិនម្សៅមិនបើនៅអង្គឡើយហ្នឹងដល់ពេលចឹងទៅខ្ញុំលាងទឹកឲ្យស្អាតក៏ខ្ញុំទុកចោលទៅលាបឲ្យខ្ញុំកិនចឹងហើយនៅពេលដែលខ្ញុំកំពុងតែកិនម្សៅក៏ម្ដាយក្មេងមកតន់គាត់លោឡាហេតុអីបានទឹមកិនម្សៅអីចឹងខ្ញុំថាឲ្យខ្ញុំកិនល្មិចបើនៅជាងកឡើយនឹងចឹងហើយម្ដាយក្មេងគាត់រករឿងបងអូនថ្លៃខ្ញុំតាមពិតមុននឹងគាត់ទៅធ្វើការគាត់ប្រាប់បងអូនថ្លៃខ្ញុំថាឲ្យត្រាំកោដើម្បីធ្វើនំកោប៉ុន្តែបងអូនប្រុសថ្លៃខ្ញុំអាចចង្អេះហ្នឹងវារវល់ទៅលេងហ្គេមវាបងប្អូនហើយអង្គទៀតសល់សុទ្ធតែស្រូវបងប្អូនខ្ញុំលាឡើង4ដល់20ទឹកតម្រាំទៅហើយឥឡូវដល់វគ្គខ្ញុំសម្អាតស្លឹកមៀតឲ្យម្ដាយក្មេងខ្ញុំហើយម្ដាយក្មេងប្រាប់ថាសម្អាតស្លឹកមៀតឲ្យកាត់ជា2ជា3ចឹងផងប៉ុន្តែខ្ញុំអត់បានកាត់ទេចុងចោលគឺម្ដាយក្មេងខ្ញុំគាត់មកកាត់ខ្លួនឯងចឹងហើយមុននឹងធ្វើនំកោមជាមួយម្ដាយក្មេងខ្ញុំហៅម្ដាយក្មេងខ្ញុំមករាំ TikTok សិនហើយคลิปខ្ញុំរាំ TikTok ជាមួយម្ដាយក្មេងខ្ញុំបានដាក់បញ្ចូលក្នុងវីដេអូនឹងទេដោយសារខ្លាចជាប់ផេកឥឡូវដល់វគ្គខ្ញុំរៀនធ្វើនំកូមទាជាមួយម្ដាយក្មេងខ្ញុំហើយនិយាយទៅនំកូមទាសឹងតែបិទភ្នែកក៏ធ្វើបានបងប្អូនងាយស្រួលខ្លាំងមែនបងប្អូនឃើញនៅក្នុងវីដេអូនេះស្រាប់ហើយអង្គដែលគេធ្វើដែលមានកោតណាប់អីទេសងទេមានតែកោខ្សាយគេយកធ្វើបង្អែមអីចឹងណាហើយចំពោះស្នូគេយកសាច់ដូងហើយនឹងស្ករដែលគេហៅចកគ្រីស្ករអំពៅនឹងឯងបងប្អូនហើយដល់ពេលខ្ញុំធ្វើជាមួយម្ដាយក្មេងខ្ញុំចង់សរសើរពេលដែលខ្ញុំធ្វើនំកូមជាមួយម្ដាយក្មេងខ្ញុំម្ដាយក្មេងប្រាប់ថាកូនភាសាធ្វើនំកូមយកសាប៊ីយកមកប៉ាត់លើស្លឹកតែមានចឹងវាអត់ឆ្ងាញ់វាអត់ជាតិទេធ្វើតាមម៉ាក់មកកូនធ្វើតាមម៉ាក់នឹងមានស្អីទេបងប្អូនគឺបាត់ដៃព្រះយឡាយរបស់គាត់ហ្នឹងឯង4 10ហ្នឹងទៅទាំងអស់ហ្នឹងឯងប្រនេះតែបន្តិចទេប៉ុន្តែខ្ញុំប្រាប់ម្ដាយក្មេងថាអូយម្ដាយក្មេងអើយកូនភាសាម្នាក់នេះធ្វើដូចម្ដាយក្មេងអត់កើតទេអត់ស្និទ្ធស្នាលសុំធ្វើទៅវាវិញបើកូនភាសាយកទៅវាធ្វើក៏ធ្វើទៅប៉ុន្តែនៅពេលចំអិនកូនភាសាដាក់អីចំណាំផងកុំឲ្យច្រឡំជាមួយគាត់ខ្លាចវាអត់ឆ្ងាញ់អ្វីដែលខ្ញុំនិយាយប្រាប់បងប្អូនជារឿងពិតណាពេលខ្ញុំធ្វើនំកូមជាមួយគាត់សាច់លង្កាំងបងប្អូនសាច់ឥឡូវសុកជាមកដល់ល្មមបងប្អូនសុកជាគាត់ឃើញម្ដាយក្មេងធ្វើនំកូមហ្នឹងគាត់សាច់គាត់កវីក្បាលដល់ពេលនំកូមឆ្អិននិយាយត្រង់សុកជាអត់ញ៉ាំទេបងប្អូនអើយទោះបីខ្ញុំមិនខ្ចប់ឲ្យគាត់ទៅសាលាយ៉ាងណាក៏ដោយគាត់យកពី3ចឹងទៅគាត់ចែកមិត្តភក្តិគាត់នៅសាលាគាត់ថាគាត់និយាយទៅបងប្អូននៅសុកជានឹងប្តីខ្ញុំចរិតដូចគ្នាឯបាត់នៅពីតូចគឺអញ្ចឹងបងប្អូនថ្លៃខ្ញុំជាអ្នកប្រាប់អីអញ្ចឹងអារឿងអាណាមិនថាស្លាប់ព្រាឬក៏ចានទេប្តីខ្ញុំจะដាក់ឈ្មោះគាត់ទាំងអស់ហើយក៏ទុកម្នាក់ឯង separate ហ្មងមិនឯណាប៉ះពាល់មកគាត់ហើយនេះគឺជាអូនគឺជា foam អនាម័យសម្រាប់បងប្អូនដែលជួបបញ្ហាលមាស់ធ្លាក់សធំក្លិនទលាកបើតើមិនខំម្ដងទេមិនត្រឹមតែប៉ុណ្ណោះកុំចាត់បាត់តេរីផ្ដល់សំណាំដល់ស្បែកនិយាយពីក្លិនគេក្អូបប្រហើរហើយគេមានលក់ជាឈុតណានៅពេលយើងប្រើ foam ហើយគេមាន spray សម្ងួតផងហើយនេះគឺជាសោភេនារីស្ដើងមិនស្អុះមិនស្អាប់មិនស្គៀបមិនលមាស់នឹងស្រូបទឹកបានយូរបត់បានតាមចិត្តបងប្អូនប្រើបានទៅយូរមួយថ្ងៃហើយសាច់កន្លែងរបស់គេឡើងទន់និងមានទំហំវែងទៀតនំកូមនំកូមគាត់បើហើយខ្ញុំបានរៀនម្ដាយក្មេងខ្ញុំឲ្យនិយាយភាសាខ្មែរយើងមានអីបងប្អូនគាត់និយាយត្រូវតែតើឥឡូវនំឆ្អិនឯងបងប្អូននិយាយទៅនំហ្នឹងរសជាតិរបស់គេអាចទទួលយកបាននៅពេលវាក្តៅប៉ុន្តែបើសិននំត្រជាក់វិញញ៉ាំអត់កើតទេលើអត់ហូចមកដូចគាត់អស់អញ្ចឹងហើយម្ដាយក្មេងខ្ញុំប្រឡឹងមិនទាន់ទេគាត់ទៅធ្វើការបាត់ឯងវិញកំពុងតែដើររកបេះផ្កាដើម្បីធ្វើកម្រងផ្កាឲ្យសុកជាយកទៅសាលាអញ្ចឹងហើយឆ្នាំហ្នឹងសួនច្បារឬផ្កាម្ដាយក្មេងខ្ញុំអត់សូវមានផ្កាម៉ានទេមានមួយអត់ល្អទៀតចឹងហើយបានជាខ្ញុំសុំបេះផ្កាអ្នកចិត្តខាងគេដាំផ្កាច្រើនម៉ូតច្រើនម៉ាស់ស្អាតចឹងហើយការធ្វើកម្រងផ្កាហ្នឹងនិយាយទៅខ្ញុំអត់សូវមានបទពិសោធន៍អីទេធ្វើឲ្យទៅបានទេគ្រូនៅសាលាប្រាប់ថាអត់ឲ្យខ្ញុំទិញផ្កាពីក្នុងហាងទេចាំបាច់គេរំលែកខ្ញុំធ្វើខ្លួនឯងតែមុននឹងខ្ញុំធ្វើសូមវាស់ក្បាលសុកជាសិនកុំឲ្យខុសបងប្អូនអើយឥឡូវកាត់ធ្វើហើយប៉ុន្តែកាត់ហ្នឹងនិយាយប្រាប់បងប្អូនហ្នឹងធ្វើឡើង1ម៉ោងជាងអស់ស្អាតហើយបងប្អូនអើយបានតែប៉ុណ្ណឹងប៉ុន្តែមានអីខ្ញុំលោដាក់ក្បាលខ្លួនឯងដាក់ក្បាលសុកជាសំណុំសំនួន
នឹងគេដែរតាជាគាត់ពេញចិត្តនិយាយទៅថ្ងៃហ្នឹងមានកម្មវិធីបនមួយបងប្អូនដែលគេហៅថាសាន់ចៅបងហ្នឹងរំលឹកដល់តាមបែបសាសនាតាក់ទងទៅការជាមួយទឹកហើយអ្នកស្រុកភូមិហ្នឹងឲ្យទៅដល់ថ្ងៃហ្នឹងគេនាំគ្នាផឹកស៊ីជារៀងរាំហែទឹកលោតទឹកបាញ់ទឹកដាក់គ្នាហើយសម្លៀកបំពាក់ដែលគេចូលរួមកម្មវិធីហ្នឹងពាក្យច្រើនគេពាក់កៅអៅស្លឹកឈើពាក់កម្រងផ្កាលើក្បាលហើយគេយកអាធៀងដូងវាយផ្លាប់លើដីចឹងទៅខ្ញុំកំពុងតែសប្បាយច្រៀងរាំនៅផ្ទះមិត្តភក្តិគាត់បងប្អូនតែខ្ញុំបានទៅថតទេឆ្នាំហ្នឹងហើយវីដេអូរបស់ខ្ញុំក៏មានប៉ុណ្ណឹងដែរបងប្អូនជម្រាបលាអរគុណចាំជួបថ្ងៃក្រោយ